ថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការប្រើសំឡេងក្នុងការបញ្ជានៅទូរស័ព្ទហ្នឹងបាទយើងអាចធ្វើការបើកកាមេរ៉ាឬក៏បើកកម្មវិធីដោយការបញ្ជាតាមសំឡេងហ្នឹងបាទចំពោះទូរស័ព្ទពួក iPhone ណាបាទអញ្ចឹងដើម្បីធ្វើការ set up និងតម្លើងនៅការហៅជាសំឡេងឲ្យបើកកម្មវិធីនឹងបានទីមួយយើងត្រូវចូលទៅក្នុង setting មកអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នា scroll ទៅរកពាក្យថា accessibility នេះមកបាទយើងចុចកន្លែងហ្នឹងមកហើយបន្ទាប់មកយើង scroll រកពាក្យថា vocal shortcut នេះបាទយើងចុចលើហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាចុចទៅលើពាក្យថា set up vocal shortcut ហ្នឹងមកបាទយើងចុចលើហ្នឹងមកអញ្ចឹងចុច continue បន្តទៀតមកបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាចង់បញ្ជាទៅលើអ្វីបាទឥឡូវយើងចង់បញ្ជាទៅលើការបើកកាមេរ៉ាអញ្ចឹងយើងចុចលើកាមេរ៉ាមកបន្ទាប់មកយើងដាក់ឈ្មោះឥឡូវយើងដាក់ថាបើកកាមេរ៉ាហើយយើងចុចពាក្យថាទៅដាននេះមកបាទយើងចុចកន្លែងដានហ្នឹងមកហើយយើងវល់ជាសំឡេងមកបាទបើកកាមេរ៉ាបើកកាមេរ៉ាបើកកាមេរ៉ាហើយយើងចុចពាក្យថា continue បាទរួចរាល់ហើយបាទយើងចេញមកអញ្ចឹងយើងធ្វើការវល់ជាសំឡេងមកបើកកាមេរ៉ានេះបាទវាធ្វើការបើកអូតូបាទយើងអត់បានចុចទេយើងគ្រាន់តែប្រើសំឡេងក៏វាបើកអូតូបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដាក់ទៅលើកម្មវិធីណាមួយទៀតយើងដាក់កន្លែង add action ហ្នឹងយើង add បន្ថែមមកបាទហើយយើងចុច continue មកអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដាក់7ទៅឧទាហរណ៍យើងចង់ដាក់ plus បាទយើងដាក់ថា plus មកហើយយើងដាក់ថាបែប7បើក7បើក7បើក7ហើយយើងចុច continue មកយើងធ្វើការពណ៌ជាសំឡេងមកបើក7បើក7នេះបាទវាធ្វើការបើកហ្នឹងបាទវាបើក7ឲ្យយើងហ្នឹងបាទយើងអាចប្រើពាក្យថាបើក plus ក៏បានយើងអាចប្រើពាក្យអក្សរខ្មែរថាបើក7ក៏បានដែរបាទវាបើកឲ្យបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការតាមដាន